មួយតើជំរើសមួយណាដែលអ្នកគិតថាអាននឹងជ្រើសរើសជាផលប្រយោជន៍នៃការផ្លាស់ប្ដូរអក្ខកិរិយាខ្ញុំនឹងអាចចាប់ផ្ដើមចេញទៅខាងក្រៅម្ដងទៀតការផ្លាស់ប្ដូរគឺជារឿងពិបាកនិងជាកិច្ចការលំបាកមួយជីវិតរបស់ខ្ញុំនឹងនៅតែបន្តមានដែនកំណត់ចម្លើយដែលត្រឹមត្រូវគឺខ្ញុំនឹងអាចចាប់ផ្ដើមចេញទៅខាងក្រៅម្ដងទៀតអានមិនបានធ្វើសកម្មភាពដែលនាងធ្លាប់ចូលចិត្តធ្វើយូរមកហើយដូច្នេះនាងដឹងថាប្រសិនបើមានការផ្លាស់ប្ដូរមានន័យថានាងនឹងអាចត្រឡប់ទៅធ្វើសកម្មភាពដែលនាងចូលចិត្តម្ដងទៀតដូចជាការចេញទៅក្រៅជាមួយមិត្តភក្តិរបស់នាងជាដើម2តើជំរើសមួយណាដែលអ្នកគិតថានាងនឹងជ្រើសរើសថាជាការចំណាយនៃការចាប់ផ្ដើមដំណើរការផ្លាស់ប្ដូររបស់នាងខ្ញុំនឹងអាចចូលរួមប្រជុំការងារមិត្តភក្តិគ្រួសារជប់លៀងព្រឹត្តិការណ៍សំខាន់វាគឺពិតជាកិច្ចការលំបាកមួយមនុស្សដែលស្រឡាញ់ខ្ញុំនឹងឈប់ឈឺចាប់ដោយសារតែឃើញខ្ញុំបែបនេះចម្លើយដែលត្រឹមត្រូវគឺវានឹងជាកិច្ចការលំបាកមួយនៅពេលដែលអ្នកអសកម្មមួយរយៈវាពិតជាពិបាកក្នុងការធ្វើវាឡើងវិញការផ្លាស់ប្ដូរបានคล้ายជាការចំណាយសម្រាប់អានព្រោះវាទាមទារការខិតខំប្រឹងប្រែងរបស់នាងក្នុងការបន្តធ្វើម្ដងទៀត3តើជំរើសមួយណាដែលអ្នកគិតថានាងនឹងជ្រើសរើសថាជាផលប្រយោជន៍នៃការមិនផ្លាស់ប្ដូរខ្ញុំនឹងមិនអាចចាប់ផ្ដើមចេញក្រៅនិងរីករាយជាមួយខ្លួនឯងដូចមុនទេវាជាអ្វីដែលខ្ញុំធ្លាប់ធ្វើដូច្នេះវាកាន់តែងាយស្រួលសម្រាប់ខ្ញុំនឹងបន្តមានអារម្មណ៍បែបនេះហើយវាធ្វើឲ្យខ្ញុំពិបាកចិត្តចម្លើយដែលត្រឹមត្រូវគឺវាជាអ្វីដែលខ្ញុំធ្លាប់ធ្វើដូច្នេះវាកាន់តែងាយស្រួលសម្រាប់ខ្ញុំផលប្រយោជន៍សម្រាប់អានគឺនាងមិនបាច់ខំប្រឹងទេទោះជានាងមិនបានធ្វើសកម្មភាពមួយរយៈហើយក៏ដោយគ្រាន់តែចំណាយពេលបន្តិចទៅវានឹងងាយសម្រាប់នាងក្នុងការបន្តធ្វើសកម្មភាពទាំងនោះ4តើអ្នកគិតថាជំរើសមួយណាដែលនាងនឹងជ្រើសរើសថាជាការចំណាយលើការបន្តគំរូរយៈថតដែលនេះអារម្មណ៍និងជីវិតរបស់ខ្ញុំកាន់តែគ្មានផាសុកភាពប្រសិនបើខ្ញុំបរាជ័យអ្វីនឹងកាន់តែពិបាកសម្រាប់ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការនៅដែលដោយសារតែខ្ញុំបានធ្វើមួយរយៈមកហើយចម្លើយដែលត្រឹមត្រូវគឺអារម្មណ៍និងជីវិតរបស់ខ្ញុំកាន់តែគ្មានផាសុកភាពទោះបីជាការមិនផ្លាស់ប្ដូរអាចស្រួលជាងក៏ដោយអានដឹងថាស្ថានភាពអារម្មណ៍របស់នាងនាពេលនេះបង្កើតអារម្មណ៍អវិជ្ជមាននិងកំពុងកំណត់ជីវិតរបស់នាងវាពិតជាការចំណាយដ៏ធំ